សួស្តីអ្នកទាំងអស់គ្នាមេរៀនរបស់យើងថ្ងៃនេះគឺតកតងទៅនឹងពាក្យក៏ដូចជា clear ដែលយើងអាសាប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃអញ្ចឹងសម្រាប់បងប្អូនដែលអាសាមើលវីដេអូមេរៀនរបស់ខ្ញុំនៅក្នុង channel ជាច្រើននោះអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាហេតុអីបានជាបរិញ្ញាបកក្រោយបរិញ្ញាពីពិបាកទៅជាស្រួលវិញតែពិតអត់ទេដោយសារតែចង់តេស្តមើលថារបៀបនៅក្នុងការបង្រៀនបែបនេះសរសេរបែបនេះទៅអ្នកទាំងអស់គ្នាចូលចិត្តមើលអត់ហើយស្រួលរៀនអត់អញ្ចឹងណាដោយសារជាក់ស្ដែងគឺវាពិបាកនៅក្នុងការធ្វើពិបាកនៅក្នុងការថតពិបាកនៅក្នុងការរៀបចំមេរៀនតែពិតវាអត់ពិបាកអីណាស់ណាទេតែវាស៊ីពេលអញ្ចឹងណាហើយខ្ញុំក៏អត់សូវមានពេលច្រើននៅក្នុងការធ្វើក៏ដូចជាផលិតវីដេអូដែរនាពេលបច្ចុប្បន្ននេះដោយសារតែរបបការងារផ្ទាល់ខ្លួនផងហើយនឹងរបបមើលថែសុខភាពខ្លួនឯងផងអញ្ចឹងណាអញ្ចឹងត្រូវឆ្លៀតពេលហាត់ប្រាណអីជាដើមអញ្ចឹងទៅអញ្ចឹងចង់សាកល្បងធ្វើវីដេអូប្រភេទហ្នឹងអត់ដឹងថាអ្នកនរនេះចូលចិត្តអត់អញ្ចឹងបើសិនជាអ្នកនរនេះមានកំណត់បែបណាកុំភ្លេច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងពួកខ្ញុំរិះរកវិធីសាស្ត្រធ្វើមិនឲ្យការផលិតវីដេអូនេះគឺមានភាពងាយស្រួលហើយនឹងស៊ីពេលតិចជាងមុនអញ្ចឹងណាបងប្អូនខានធ្វើមួយរយៈនេះយូរដែរវីដេអូដោយសារតែអត់មានពេលធ្វើនឹងឯងហើយពេលដែលផលិតមួយហ្នឹងគឺវាស៊ីពេលហើយអត់សូវមាន view ទៀតអាចនិយាយថាអាចមកពីអ្នកនរនេះពិបាកនៅក្នុងការរៀនឬក៏ធ្វើទៅអត់បានល្អក៏មិនដឹងឬក៏យ៉ាងម៉េចចឹងណាអញ្ចឹងឥឡូវនេះយើងមកសាកល្បងចារៀនផងសាកល្បងផងអញ្ចឹងមេរៀននេះគឺងាយទេហើយជឿជាក់ថាបើសិនជាបងប្អូនចេះហើយក៏រំលងទៅដោយសារតែមេរៀននេះងាយប៉ុន្តែសម្រាប់បងប្អូនដែលទៅរៀនថ្មីថ្មោងឬក៏មិនដែររៀនភាសាចិនសោះគឺវាពិតជាត្រូវសម្រាប់អ្នកនរគ្នាអញ្ចឹងណាចាអញ្ចឹងឥឡូវនេះគឺយើងមករៀននិយាយទាំងអស់គ្នាចាអញ្ចឹងកាលណាយើងចង់និយាយថាសួស្តីភាសាចិនគឺយើងនិយាយថានីហោនីហោចាគឺបែបហ្នឹងណានីហោតែប៉ុន្តែពាក្យថានីគឺយើងបកប្រែថាអ្នកហោល្អប៉ុន្តែពាក្យពីរនេះបញ្ចូលគ្នាគឺមានន័យថាសួស្តីចាភាសាអង់គ្លេសគឺ hello នីហោតមកទៀតកាលណាយើងចង់និយាយថាសួស្តីអ្នកណាម្នាក់ឬក៏សួស្តីលោកគ្រូសួស្តីអ្នកគ្រូគឺយើងប្រើ老师好លអោឡោឡោ老师គឺមានន័យថាគ្រូចា teacher គ្រូបង្រៀនចាអញ្ចឹងយើងថែមពាក្យហោទៅជាសួស្តីលោកគ្រូឬក៏សួស្តីអ្នកគ្រូចា老师好គឺបែបហ្នឹងឯងតមកទៀតគឺ谢谢谢谢谢谢មានន័យថាអរគុណចាឬក៏យើងប្រើ谢谢你ចាអរគុណក៏ដូចគ្នាណាវាស្មើពាក្យភាសាអង់គ្លេសគឺ thank you តមកទៀតគឺពាក្យថា不客气不客气ចា3អក្សរហ្នឹងគឺមានន័យថា you are welcome ចាមិនអីទេបាច់គួរសមទេគឺវាឆ្លើយតបទៅនឹងសំពាក្យថាអរគុណចាកាលណាគេអរគុណយើងអាចឆ្លើយតបថា不客气អត់អីចាលក្ខណៈបែបហ្នឹងណាកាលណាយើងចង់និយាយថាជំរាបលាអ្នកគ្រូឬក៏ជំរាបលាលោកគ្រូតែភាសាចិនគឺនិយាយថា老师再见老师再见再见មានន័យថា goodbye ជំរាបលាចា老师再见ជំរាបលាអ្នកគ្រូឬក៏ជំរាបលាលោកគ្រូចាគឺបែបហ្នឹងណាហើយបើសិនជាយើងអត់ចង់ដាក់ឈ្មោះឬក៏នាមណាមួយទេគឺយើងគ្រាន់តែនិយាយថាចៃជៀនគឺមានន័យថាជំរាបលាយើងប្រើបែបហ្នឹងក៏បានដែរចាគឺប្រើតែម្ដងគឺប្រើបែបហ្នឹងតែម្ដងក៏បានដែរណាចាអញ្ចឹង老师再见ជំរាបលាអ្នកគ្រូឬក៏លោកគ្រូអូខេចឹងមេរៀនរបស់យើងគឺមានប៉ុណ្ណឹងគ្រាន់តែចង់តេស្តមើលទេហើយយើងនឹងធ្វើការសាកល្បងមួយរយៈពេលបើសិនជាដំណើរការទៅល្អខ្ញុំនឹងបន្តធ្វើមេរៀនបែបនេះដើម្បីបង្រៀនអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នា Goodbye